តែលក្ខខណ្ឌបែបណាដែលបងប្អូនគួរតែធ្វើ EM ភ្នែកហើយលក្ខខណ្ឌបែបណាដែលបងប្អូនគួរតែធ្វើធ្វើម៉េចភ្នែកបងប្អូនមានការលំបាកនៅក្នុងការញែកថាតើគួរតែធ្វើ EM ភ្នែកឬក៏ធ្វើម៉េចភ្នែកលក្ខណៈខុសគ្នារវាង EM ភ្នែកនិងធ្វើម៉េចភ្នែកគឺដោយសារ technology EM ភ្នែកប្រើប្រាស់ថាមពលពីររួមបញ្ចូលគ្នារវាងថាមពល high phase ហើយនិង RF សម្រាប់ thermage ប្រើប្រាស់ថាមពលតែមួយគត់គឺ RF តែលក្ខខណ្ឌបែបណាដែលបងប្អូនគួរតែធ្វើ EM ភ្នែកហើយលក្ខខណ្ឌបែបណាដែលបងប្អូនគួរតែធ្វើម៉េចភ្នែកបើសិនជាបងប្អូនកំពុងតែមានបញ្ហា3រួមបញ្ចូលគ្នាទី1មានបញ្ហាថង់ដក់ក្រោមភ្នែកខ្មៅក្រោមភ្នែកឬក៏ជ្រួញកន្ទុយភ្នែកបងប្អូនគួរតែធ្វើ EM ភ្នែកផ្ទុយទៅវិញបើសិនជាបងប្អូនមានស្នាមជ្រួញតូចៗពាក្យបច្ចេកទេសយើងហៅ fine line នៅខាងក្រោមភ្នែកផងនៅកន្ទុយភ្នែកផងហើយលក្ខណៈពិសេសបំផុតរបស់ធ្វើម៉េចភ្នែកគឺបើសិនជាបងប្អូនមានស្នាមជ្រួញនៅត្របកភ្នែកខាងលើបងប្អូនខ្លះអាចសង្កេតឃើញមានភ្លីច្រើននៅត្របកភ្នែកខាងលើអញ្ចឹងបងប្អូនគួរធ្វើម៉េចភ្នែក Megabell Clinic Cambodia